អស់លោកស្រីប្រិយមិត្តកំពុងស្ដាប់កម្មវិធីសិក្សាតាមប្រព័ន្ធព្រះគម្ពីរកម្មវិធីយើងខ្ញុំមានបេតិសោមនស្សយ៉ាងខ្លាំងដោយលោកអ្នកបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់កម្មវិធីរបស់យើងខ្ញុំកម្មវិធីសិក្សាតាមប្រព័ន្ធព្រះគម្ពីរផ្ដល់សារៈប្រយោជន៍ដល់លោកអ្នកឲ្យស្គាល់ព្រះជាម្ចាស់និងលូតលាស់ខាងជំនឿរហូតលោកអ្នកអាចបង្កើតផលផ្លែជាប់លាប់ថ្វាយព្រះអង្គម្ចាស់បានយើងខ្ញុំសង្ឃឹមថាកម្មវិធីថ្ងៃនេះពិតជានាំមកនៅព្រះពរណាមួយដល់លោកអ្នកជាមិនខានអស់លោកស្រីនិងបងប្អូនស្ងួនភ្ងាជាទីស្រឡាញ់ក្នុងព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទសូមមេត្តាលោកអ្នកបើកព្រះគម្ពីរលេវីវិន័យជំពូក24ខ1ដល់ខ23ចង្កៀងដែលឆេះជានិច្ចជានិមិត្តរូបនៃពួកអ្នកជឿដែលព្រះយេស៊ូវបន្សល់ទុកឲ្យធ្វើជាពន្លឺសម្រាប់លោកីយ៍នេះសពថ្ងៃព្រះយេស៊ូវកំពុងយាងកាត់ចង្កៀងរបស់ទ្រង់ដើម្បីគៀសប្រឆេះចង្កៀងសិស្សទ្រង់ឲ្យរឹតតែភ្លឺឡើងបើចង្កៀងណាមិនព្រមឆេះទ្រង់ដកដាក់មួយកន្លែងកត្តានេះជាអំពើបាបរបស់ពួកអ្នកជឿឯកត្តាមួយទៀតដែលជាអំពើបាបរបស់ពួកអ្នកមិនជឿការដៀលប្រមាថព្រះនាមទ្រង់ទាំងអ្នកជឿទាំងអ្នកមិនជឿសុទ្ធតែត្រូវការព្រះយេស៊ូវដើម្បីឲ្យទ្រង់លាងជម្រះអំពើបាបរបស់ខ្លួនដើម្បីសិក្សាព្រះគម្ពីរឲ្យបានស៊ីជម្រៅយើងខ្ញុំសូមអញ្ជើញលោកអ្នកត្រៀមបក្កានិងសៀវភៅស្រង់ចំណុចគន្លឹះដែលលោកគ្រូកងវិលគង់ផនឆុនបកស្រាយដូចតទៅគម្ពីរលេវីវិន័យជំពូក24បាវចនានៅក្នុងជំពូក24ហាក់ដូចជាមិនមានជាប់តាក់ទងជាមួយនឹងជំពូកមុនទេជំពូកនេះបរិយាយអំពីគ្រឿងសក្ការៈមានប្រេងជើងចង្កៀងនិងនំប៉័ងតាំងតុកគ្រឿងសក្ការៈទាំងនេះហាក់ដូចជាមិនមានអ្វីតាក់ទងជាមួយនឹងបុណ្យបារម្ភហើយនឹងបុណ្យសោមមនស្សឡើយប៉ុន្តែបើយើងសិក្សាឲ្យបានល្អិតល្អន់យើងឃើញថាព្រះវិញ្ញាណបរិសុទ្ធប្រើគ្រឿងសក្ការៈទាំងនេះភ្ជាប់សេចក្តីទៅក្នុងសាច់រឿងនៃកាន់គម្ពីរលេវីវិន័យទាំងមូលខ្ញុំយល់ថាព្រះវិញ្ញាណបរិសុទ្ធប្រើជំពូក24ដើម្បីបង្ហាត់បង្រៀនដល់យើងទាំងអស់គ្នាដែរម្យ៉ាងទៀតនៅក្នុងជំពូក24យើងឃើញមានបុណ្យសោមនស្សដែលត្រូវធ្វើឡើងក្រោមព្រះកិច្ចដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធនិងចេស្តារបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទបុណ្យនេះមានសារៈសំខាន់ណាស់ឯសេចក្តីពិតមួយទៀតដែលមានបង្កប់នៅក្នុងជំពូក24គឺអ្នកដែលផ្ដល់ប្រេងសម្រាប់ដុតចង្កៀងនិងម្សៅសម្រាប់ធ្វើនំប៉័ងគឺពួកអ្នកស្រុកផ្ទាល់ព្រះជាម្ចាស់ធ្វើបែបនេះដើម្បីឲ្យអ្នកមកថ្វាយបង្គំទ្រង់មានឯកសិទ្ធិចូលរួមផ្គត់ផ្គង់ដល់សេចក្តីត្រូវការនៅក្នុងរោងឧបោសថព្រះជាម្ចាស់អាចបង្កើតប្រេងនិងម្សៅដោយព្រះចេស្តារបស់ទ្រង់បានតែព្រះអង្គទុកភារៈនេះឲ្យអ្នកស្រុកយកគ្រឿងសក្ការៈទាំងពីរបែបនេះមកចូលរួមដើម្បីថ្វាយបង្គំទ្រង់សពថ្ងៃនេះក្រុមជំនុំរបស់ទ្រង់មានភារៈទទួលខុសត្រូវផ្គត់ផ្គង់សេចក្តីត្រូវការនៅក្នុងព្រះវិហារមូលដ្ឋានរបស់ខ្លួនដែរគ្រីស្ទបរិស័ទដែលជឿលើដំណឹងល្អអ្នកស្រុកផ្ទាល់មោះមុតប្រកាន់ថាខ្លួនត្រូវតែចែកចាយព្រះបន្ទូលរបស់ព្រះដល់មនុស្សទូទៅគ្រីស្ទបរិស័ទគ្រប់រូបទោះជឿថ្មីឬជឿចាស់សុទ្ធតែមានភារៈផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវដល់មនុស្សឯទៀតខ្ញុំសូមលើកទឹកចិត្តដល់អ្នកជឿគ្រប់រូបនៅក្នុងក្រុមជំនុំឲ្យបន្ថែមកម្មវិធីផ្សាយដំណឹងល្អទៅក្នុងការរវល់របស់ជីវិតខ្លួនកុំខាននៅក្នុងព្រះវិហារមានការច្រើនណាស់ដែលទើសភ្នែកយើងការដែលលោកអ្នកទើសភ្នែកនោះហើយគឺជាការដែលព្រះជាម្ចាស់បើកភ្នែកលោកអ្នកឲ្យឃើញដើម្បីចូលរួមបម្រើដល់ព្រះជាម្ចាស់ការថ្វាយបង្គំមិនមែនគ្រាន់តែច្រៀងចម្រៀងអន្លង់អន្លូចឬចាក់ក្បាច់ហោះហើរដោយលោតកញ្ឆេងតែមួយមុខប៉ុណ្ណោះទេការថ្វាយបង្គំពិតប្រាកដគឺជាការបម្រើដល់ព្រះជាម្ចាស់ឯការបម្រើដល់ព្រះជាម្ចាស់គឺជាការដែលយើងធ្វើឲ្យដៃយើងប្រឡាក់មូជើងខោមូដៃអាវធ្វើការដោយបែកញើសនៅក្នុងដំណាក់របស់ទ្រង់បច្ចុប្បន្នខ្ញុំសង្កេតឃើញពូអ្នកជឿនៅក្នុងព្រះវិហារនីមួយៗចូលចិត្តថ្វាយបង្គំព្រះអង្គណាស់នៅពេលគេចូលមកក្នុងកម្មវិធីថ្វាយបង្គំគេមានចិត្តសគត់សគុំខោអាវស្អាតបាតគេច្រៀងលើកដៃគេច្រៀងលុតជង្គង់ជួនកាលគេយំតន្ត្រំជើងផងលុះចប់កម្មវិធីថ្វាយបង្គំព្រះអង្គគ្រូកងវិលក៏សួរថានៅក្នុងសប្តាហ៍នេះខ្ញុំត្រូវការលោកអ្នកឲ្យជួយបោសសម្អាតព្រះវិហារផងអ្នកថ្វាយបង្គំតែងឆ្លើយថាលោកគ្រូអើយខ្ញុំគ្មានពេលទេ
ការថ្វាយបង្គំមិនមែនគ្រាន់តែជាការស្លងអារម្មណ៍ទៅប្រកបជាមួយនឹងព្រះតែមួយមុខប៉ុណ្ណោះទេការស្លងអារម្មណ៍ប្រកបជាមួយនឹងព្រះរាប់ថាជាមានតម្លៃបើអ្នកថ្វាយបង្គំផ្ទេកិរិយាថ្វាយបង្គំទៅជាសកម្មភាពបម្រើព្រះអង្គដោយប្រើកម្លាំងពលកម្មរបស់ខ្លួនខ្ញុំសង្ឃឹមថាគ្រីស្ទបរិស័ទដែលអះអាងថាស្រឡាញ់ដល់ព្រះបន្ទូលព្រះពិតជាចូលរួមក្នុងសកម្មភាពបម្រើព្រះអង្គជាមិនខាននៅក្នុងក្រុមជំនុំរបស់ព្រះអង្គមានបន្ទូលថាឯងយកប្រេងមកអញយកម្សៅម្យ៉ាងវិញទៀតយើងត្រូវសង្កេតឲ្យបានស្គាល់ពីសារៈសំខាន់នៃជើងចង្គៀងជានិមិត្តរូបពីព្រះអម្ចាស់យេស៊ូវគ្រីស្ទដែលទ្រង់គង់នៅក្នុងរោងឧបោសថជើងចង្គៀងធ្វើពីមាសសុទ្ធព្រមទាំងឆ្លាក់ដោយក្បូរក្បាច់រចនាមានធាង7ហើយនៅចុងធាងមានក្បាច់ផ្កាចម្បក់យ៉ាងល្អវិសេសលោកអរុនទទួលខុសត្រូវក្នុងការដុតចង្គៀងនិងរក្សាចង្គៀងឲ្យនៅឆេះជានិច្ចសូមអាននិខមណាំងជំពូក30ខ7ដល់ខ8ចង្គៀងដែលឆេះជានិច្ចគឺជារូបភាពនៃព្រះយេស៊ូវគ្រីស្ទដែលទ្រង់ជាសម្ដេចសង្ឃដ៏ខ្ពស់បំផុតព្រះយេស៊ូវជាពន្លឺរបស់លោកីមុននឹងព្រះអង្គយាងឡើងទៅឋានសួគ៌វិញព្រះអង្គបង្គាប់ឲ្យសិស្សរបស់ទ្រង់គ្រប់រូបធ្វើជាពន្លឺសម្រាប់បំភ្លឺដល់លោកីដែលងងឹតសាវកប៉ុលបញ្ជាក់អំពីតួនាទីរបស់អ្នកជឿដូច្នេះដែរថាប្រយោជន៍ឲ្យអ្នករាល់គ្នាបានឥតសៅមងឥតកិច្ចកលជាកូនព្រះដែលរកបន្ទោសមិនបាននៅក្នុងដំណរមនុស្សវាចហើយខលខូចដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេដូចជាតួពន្លឺនៅក្នុងលោកគម្ពីរភីលីបជំពូក2ខ15នៅក្នុងគម្ពីរវិវរណៈជំពូក1និងជំពូក2ព្រះយេស៊ូវដែលជាសម្ដេចសង្ឃដ៏ខ្ពស់បំផុតទ្រង់យាងកាត់ជើងចង្គៀងដែលមានភ្លើងកំពុងឆេះនៅលើចង្គៀងទាំងនោះព្រះអង្គយាងកាត់ជើងចង្គៀងកំពុងឆេះដើម្បីចាក់ប្រេងនៃព្រះវិញ្ញាណបំពេញចង្គៀងរបស់ទ្រង់ព្រមទាំងកាត់ក្រម៉ប្រឆេះដើម្បីឲ្យចង្គៀងរឹងរិតតែភ្លឺខ្លាំងឡើងចង្គៀងណាដែលមិនព្រមឆេះបំភ្លឺតាមប្រហារតីរបស់ទ្រង់ដកចង្គៀងនោះទុកមួយកន្លែងកិរិយាមិនព្រមបំភ្លឺចង្គៀងរបស់ខ្លួនជាកិរិយាដែលលោកយ៉ូហានហៅថាជាអំពើបាបបើតាមការសិក្សាជំពូក24ឲ្យបានល្អិតល្អន់ប្រេងចង្គៀងនិងនំប៉័ងតាំងទុកមិនមែនយកមកនិយាយចាក់ប្រធានទេព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គប្រើគ្រឿងសក្ការៈទាំង3នេះផ្សំសាច់រឿងក្នុងជំពូក24ឲ្យត្រូវនឹងជំពូកដតីទៀតក្នុងគម្ពីរលេវីវិន័យទាំងមូលម្យ៉ាងទៀតនៅក្នុងជំពូក24មានហេតុការណ៍មួយដែលកើតឡើងស្តៀងនឹងហេតុការណ៍ដែលណាដាប់និងអាបេហ៊ូបានប្រព្រឹត្តទាស់ជាមួយនឹងព្រះអង្គមានបុរសម្នាក់ដែលមានម្ដាយជាសាសអ៊ីស្រាអែលឪពុកជាសាសអេស៊ីបពោលពាក្យប្រមាថដល់ព្រះជាម្ចាស់ពួកកូនកាត់ខាងព្រលឹងវិញ្ញាណច្រើនតែបង្កលក្ខណៈឲ្យមានការលំបាកនៅក្នុងពួកជំនុំរបស់ព្រះអង្គពួកកូនកាត់ទាំងនោះដៃម្ខាងតោងលោកីដៃម្ខាងទៀតតោងព្រះជាម្ចាស់ជំពូក24ចែកជា3ផ្នែកដូចតទៅនេះ 1. ប្រេងសម្រាប់ដុតចង្គៀងខ1ដល់ខ4 2. ម្សៅយ៉ាងម៉ត់ប្រើសម្រាប់ធ្វើនំប៉័ងតាំងទុកខ5ដល់ខ9 3. ទោសដល់ស្លាប់ចំពោះជនណាដែលប្រមាថព្រះជាម្ចាស់ខ10ដល់ខ23ដំបូងបងអស់យើងសិក្សាអំពីប្រេងសម្រាប់ដុតចង្គៀងលេវីវិន័យជំពូក24ខ1ដល់ខ2ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថាចូលប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលឲ្យគេយកប្រេងអូលីវសុទ្ធយ៉ាងសម្រាំងមកសម្រាប់ចង្គៀងដើម្បីឲ្យបានឆេះនៅជានិច្ចរាជរបស់ព្រះជាម្ចាស់មានភារៈផ្គត់ផ្គង់ប្រេងសម្រាប់យកមកដុតចង្គៀងត្រូវដុតទាំងយប់ទាំងថ្ងៃដូច្នេះគេត្រូវប្រើប្រេងអូលីវច្រើនណាស់ដើម្បីយកមកដុតចង្គៀងកិច្ចការផ្គត់ផ្គង់ប្រេងអូលីវគឺជាកិច្ចបម្រើដែលសាសអ៊ីស្រាអែលទាំងមូលរាប់ទាំងតកូលលេវីផងប្រេងអូលីវដែលយកមកប្រើត្រូវតែជាប្រេងសុទ្ធដែលមិនមានលាយជាមួយនឹងអ្វីឡើយសាសអ៊ីស្រាអែលត្រូវស្លប្រេងនេះឲ្យបានសុទ្ធជាទីបំផុតប្រេងល្អបំផុតត្រូវយកមកប្រើនៅក្នុងរោងឧបោសថប្រេងសម្ដែងអំពីព្រះវិញ្ញាណបរិសុទ្ធខ3និងខ4អារ៉ុនត្រូវថែទាំចង្គៀងនោះឲ្យឆេះពីល្ងាចរហូតដល់ព្រឹកជាប្រក្រតីនៅចំពោះព្រះយេហូវ៉ាត្រង់ខាងក្រៅវាំងននដែលបាំងទីបន្ទាល់ក្នុងត្រសាលជំនុំនេះហើយជាច្បាប់សម្រាប់អស់កាលជានិច្ចនៅអស់ទាំងតំណតរៀងទៅត្រូវឲ្យលោករៀបចង្គៀងនៅលើជើងចង្គៀងមាសសុទ្ធនៅចំពោះព្រះយេហូវ៉ាជានិច្ចនៅពេលដែលតម្លើងរោងឧបោសថជាអចិន្ត្រៃយ៍ចង្គៀងត្រូវដុតឲ្យឆេះជាប្រចាំសូមយើងកត់ចំណាំថាអ្នកទទួលខុសត្រូវថែទាំចង្គៀងឲ្យដុតឆេះជានិច្ចគឺសម្ដេចសង្ឃ
នាមអារ៉ុនគម្ពីរនិខមណាំងជំពូក30ខ7ដល់ខ8បញ្ជាក់ពីសេចក្តីនេះថាអារ៉ុនត្រូវដុតគ្រឿងក្រអូបលើអាសនៈនោះរាល់តែព្រឹកនៅវេលាដែលកំពុងរៀបចង្គៀងហើយរាល់តែល្ងាចក្នុងការដែលលោកអុជចង្គៀងនោះត្រូវដុតគ្រឿងក្រអូបទៀតនេះគឺជាគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ាសម្រាប់ថ្វាយនៅអស់កលជានិច្ចដល់អស់ទាំងតំណពូជឯងតទៅឯចង្គៀងដែលត្រូវនៅឆេះជានិច្ចគឺពួកសិស្សរបស់ទ្រង់ដែលត្រូវទទួលទូនាទីជាអ្នកបំភ្លឺដល់លោកីនៅក្នុងគម្ពីរវិវរណៈព្រះយេស៊ូវយាងកាត់ជើងចង្គៀងរបស់ទ្រង់ដែលកំពុងតែឆេះសពថ្ងៃព្រះជាម្ចាស់កំពុងយាងកាត់ពន្លឺចង្គៀងរបស់ទ្រង់ដែលកំពុងបំភ្លឺលោកីទាំងមូលចង្គៀងណាដែលមានប្រឆេះកមព្រះជាម្ចាស់កាត់ប្រឆេះនោះដើម្បីឲ្យចង្គៀងរឹតតែភ្លឺឡើងបើចង្គៀងណាមិនព្រមឆេះតាមបទ័យរបស់ព្រះជាម្ចាស់ព្រះអង្គដកចង្គៀងនោះពីក្នុងចិត្តនិងជីវិតរបស់ពួកអ្នកជឿជួនកាលព្រះអង្គធ្វើចង្គៀងដែលមិនព្រមបំភ្លឺដល់លោកីមានផ្សែងហុយពីប្រឆេះរបស់ខ្លួនឯផ្សែងនោះទៀតសោតគឺជាផ្សែងនៃសេចក្តីទុក្ខវេទនាឥឡូវយើងសិក្សាអំពីម្សៅម៉ត់សម្រាប់ធ្វើនំប៉័ងតាំងទុកខ5ដល់ខ7ហើយត្រូវឲ្យយកម្សៅយ៉ាងម៉ត់ធ្វើនំប៉័ង12គឺថានំនីមួយៗធ្វើពីម្សៅ2ខ្ញឹងហើយត្រូវតម្រៀបនំទាំងនោះជា2ជួរក្នុងមួយជួរមាន6នៅលើតុមាសសុទ្ធដែលនៅចំពោះព្រះយេហូវ៉ារួចត្រូវដាក់កំញានសុទ្ធពីលើនំទាំង2ជួរនោះឲ្យបានទុកជានំប៉័ងរំលឹកគឺជាដង្វាយដុតថ្វាយព្រះយេហូវ៉ារាជរបស់ទ្រង់មានភារៈផ្គត់ផ្គង់ម្សៅនិងប្រេងដើម្បីយកបម្រើការងារក្នុងរោងឧបោសថម្សៅគឺជារូបកាយរបស់ព្រះគ្រីស្ទរីឯប្រេងគឺជាព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់គម្ពីរយ៉ូហានជំពូក6ខ35សម្ដែងអំពីដំណើរនេះថាខ្ញុំជានំប៉័ងជីវិតអ្នកណាដែលមកឲ្យខ្ញុំនោះនឹងមិនឃ្លានទៀតឡើយហើយអ្នកណាដែលជឿដល់ខ្ញុំក៏មិនត្រូវស្រេកដែរក្រៅពីប្រេងនិងម្សៅយើងឃើញមានកំញានដែលត្រូវប្រើសម្រាប់កិច្ចការនៅក្នុងរោងឧបោសថដែរកំញានសម្ដែងអំពីក្លិនឈ្ងុយដែលព្រះយេស៊ូវយាងមកប្រសូតជាមនុស្សលោកឥឡូវនេះអានខ8ដល់ខ9រាល់តែថ្ងៃឈប់សម្រាកត្រូវឲ្យលោកតម្រៀបនំនោះនៅចំពោះព្រះយេហូវ៉ាជានិច្ចទុកជាដង្វាយនៃពួកកូនចៅអ៊ីស្រាអែលនេះហើយជាសេចក្តីសញ្ញាដល់នៅអស់កលជានិច្ចនំទាំងនោះត្រូវបានជាចំណែកអារ៉ុននិងពួកកូនលោកគេត្រូវបរិភោគនៅក្នុងទីកន្លែងបរិសុទ្ធត្បិតជារបស់បរិសុទ្ធបំផុតសម្រាប់ពួកលោកពីក្នុងអស់ទាំងដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាតាមច្បាប់ដល់នៅអស់កលជានិច្ចនំប៉័ងត្រូវតាំងទុកនៅលើតុអស់រយៈពេល7ថ្ងៃនៅថ្ងៃទី7លោកអារ៉ុនត្រូវដូរនំប៉័ងចាស់ជាមួយនឹងនំប៉័ងថ្មីនំប៉័ងចាស់ត្រូវលោកអារ៉ុននិងពួកសង្ឃយកទៅបរិភោគសង្ឃត្រូវបរិភោគនំប៉័ងតាំងទុកនៅទីបរិសុទ្ធតែប៉ុណ្ណោះនំប៉័ងនិងពន្លឺសម្ដែងអំពីតួអង្គព្រះគ្រីស្ទខ្ញុំជានំប៉័ងដ៏រស់ដែលចុះពីឋានសួគ៌មកបើអ្នកណាបរិភោគនំប៉័ងនេះនោះនឹងរស់នៅអស់កលជានិច្ចឯនំប៉័ងដែលខ្ញុំឲ្យគឺជារូបសាច់ខ្ញុំដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោកយ៉ូហានជំពូក6ខ51ស្ដីពីពន្លឺព្រះយេស៊ូវមានបន្ទូលថាខ្ញុំជាពន្លឺលោកីអ្នកណាដែលតាមខ្ញុំនោះមិនដើរក្នុងសេចក្តីងងឹតឡើយគឺនឹងមានពន្លឺនៃជីវិតវិញយ៉ូហានជំពូក8ខ12ខ្ញុំចង់រំលឹកដល់យើងទាំងអស់គ្នាដែលជាអ្នកបម្រើដល់ព្រះយេស៊ូវគ្រីស្ទថាពេលយើងកំពុងបម្រើព្រះយេស៊ូវគ្រីស្ទយើងតែងតែមានការហត់នឿយទាំងផ្លូវចិត្តទាំងផ្លូវកាយជានិច្ចបើយើងមិនទទួលទានព្រះបន្ទូលព្រះយេស៊ូវជាអាហាររបស់យើងជារៀងរាល់ថ្ងៃទេយើងគ្មានកម្លាំងទាំងកាយទាំងចិត្តដើម្បីបម្រើព្រះអង្គឡើយម្យ៉ាងទៀតកិច្ចការបម្រើព្រះអង្គត្រូវធ្វើដោយពឹងពាក់ទៅលើព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធខាងក្រោមនេះគឺជាទោសដល់ស្លាប់ព្រោះប្រមាថព្រះជាម្ចាស់ហេតុការណ៍ដែលកើតឡើងនៅក្នុងខខាងក្រោមធ្លាប់កើតម្ដងនៅក្នុងគម្ពីរលេវីវិន័យរួចទៅហើយនៅក្នុងគម្ពីរលេវីវិន័យជំពូក10ឥឡូវយើងឃើញហេតុការណ៍ដដែលនេះកើតឡើងម្ដងទៀតព្រះជាម្ចាស់ពិតជាចង់យកព្រឹត្តិការណ៍ដែលកើតឡើងនេះមកបង្រៀនយើងទាំងអស់គ្នាពីអំពើបាបនៃការដៀលប្រមាថដល់ព្រះនាមទ្រង់ខ10ដល់ខ12នៅគ្រានោះមានកូនប្រុសរបស់ស្ត្រីសាសអ៊ីស្រាអែលម្នាក់ដែលឪពុកជាសាសអេស៊ីបបានចេញទៅកណ្ដាលជំនុំពួកកូនចៅអ៊ីស្រាអែលឆ្លោះគ្នានឹងមនុស្សសាសអ៊ីស្រាអែលម្នាក់នៅក្នុងទីតម្លើងត្រសាលកូនរបស់ស្ត្រីសាសអ៊ីស្រាអែលនោះក៏ប្រមាថដល់ព្រះនាមនៃព្រះព្រមទាំងជេរបតិចផងដូច្នេះគេនាំមកឯម៉ូសេឯម្ដាយរបស់អ្នកនោះឈ្មោះសាឡូមិតជាកូនដេបរី
ក្នុងពូជអម្បូដានហើយគេឃុំទុកតលតែព្រះយេហូវ៉ាបានមានបន្ទូលសម្រេចពីដំណើរនោះក្មេងប្រុសដែលប្រមាថព្រះនាមព្រះជាម្ចាស់គឺជាកូនកាត់ម្ដាយរបស់ក្មេងនេះជាសាសអ៊ីស្រាអែលកើតនៅក្នុងពូជអម្បូដានឪពុករបស់ក្មេងនេះជាសាសអេស៊ីបមានមនុស្សប្រភេទនេះច្រើនណាស់ចាក់ចេញពីប្រទេសអេស៊ីបជាមួយនឹងពួកកូនចៅអ៊ីស្រាអែលសូមអានបញ្ជាក់នៅក្នុងគម្ពីរនិខមណាំងជំពូក12ខ38នៅក្នុងការសិក្សារបស់យើងជាបន្តបន្ទាប់យើងឃើញថាក្រុមកូនកាត់នេះឯងតែម្ដងដែលបង្កឲ្យមានភាពវឹកវរនៅក្នុងទីបោះជំរំគម្ពីរជនកណនីជំពូក11ខ4បញ្ជាក់ពីពួកកូនកាត់នេះថារីឯពួកសាសដតីដែលនៅលាយឡំជាមួយនឹងពួកកូនចៅអ៊ីស្រាអែលគេក៏នឹកចង់បានមកហូបជាខ្លាំងពន់ពេកហើយពួកកូនចៅអ៊ីស្រាអែលក៏យំទៀតតាមគេដែរដោយពាក្យថាតើអ្នកណានឹងឲ្យសាច់មកយើងបរិភោគពួកសាសដតីដែលសម្ដែងនៅក្នុងគម្ពីរនេះគឺជាពួកកូនកាត់ដែលខ្លះជាឪពុកសាសអេស៊ីបម្ដាយជាសាសអ៊ីស្រាអែលខ្លះមានម្ដាយជាសាសអេស៊ីបឪពុកជាសាសអ៊ីស្រាអែលនៅពេលដែលឪពុកម្ដាយត្រូវសម្រេចចិត្តចាកចេញពីប្រទេសអេស៊ីបកូនខ្លះត្រូវសម្រេចចិត្តថាតើខ្លួនត្រូវនៅជាមួយឪពុកឬត្រូវនៅជាមួយនឹងម្ដាយរបស់ខ្លួនក្មេងប្រភេទនេះមិនដែលធ្វើការសម្រេចចិត្តច្បាស់លាស់ទេគេឃើញមនុស្សភាគច្រើនធ្វើអ្វីគេក៏ចេះតែធ្វើតាមមនុស្សភាគច្រើនទៅដោយសារមានការលំបាកដូចជម្រាបជូនខាងលើនេះហើយបានជាព្រះជាម្ចាស់បង្គាប់មិនឲ្យរាជទ្រង់រៀបការជាមួយនឹងអ្នកមិនជឿឡើយសេចក្តីបង្គាប់នេះមិនមានអ្វីតាក់ទងជាមួយនឹងការប្រកាន់ពូជសាសន៍ទេពួកអ្នកជឿដល់ព្រះអង្គមិនត្រូវរៀបការជាមួយនឹងអ្នកមិនជឿទោះបីអ្នកនោះមានស្បែកសស្បែកលឿងឬក្រហមក្តីប៉ុន្តែទោះបីអ្នកជឿនោះស្បែកក្រហមរៀបការជាមួយនឹងស្បែកក្រហមដែលជាអ្នកមិនជឿក៏ព្រះជាម្ចាស់ហាម5ជាដាច់ខាតដែរព្រះជាម្ចាស់មានប្រាជ្ញាញាណបានជាទ្រង់ហាម5យ៉ាងដូចនេះបើព្រះជាម្ចាស់ថាខុសរឿងនោះពិតជាខុសពួកកូនកាត់គឺជាពួកដែលបង្កឲ្យមានសេចក្តីវឹកវរនៅក្នុងសង្គមពួកអ្នកជឿមុននឹងឈានជើងចេញពីប្រទេសអេស៊ីបកូនកាត់ទាំងនេះបានធ្វើការសម្រេចចិត្តម្ដងដែរគេបានធ្វើការសម្រេចចិត្តថាគេនឹងទៅតាមឬនៅជាមួយឪពុកឬម្ដាយរបស់ខ្លួននៅក្នុងប្រទេសអេស៊ីបនៅថ្ងៃដែលគេសម្រេចចិត្តចាកចេញពីប្រទេសអេស៊ីបគេមានការសោកស្ដាយខ្លាំងណាស់ពីព្រោះគេត្រូវតែបែកចេញពីឪពុកម្ដាយរបស់ខ្លួនជាសាសអេស៊ីបវិបដិសារីនេះដេកសំងំនៅក្នុងចិត្តរបស់ខ្លួនជានិច្ចលុះពេលដែលគេដើរជួបនឹងគ្រាលំបាកក្នុងវាលហោឋានវិបដិសារីរបស់គេក៏ភ្ញាក់ឡើងចេញអំពីភក់ជ្រាំដែលមាននៅក្នុងចិត្តរួចហើយបង្កឲ្យមានលក្ខណៈវឹកវរនៅក្នុងសង្គមរបស់ពួកអ្នកជឿមិត្តសម្លាញ់អើយសពថ្ងៃយើងពិតជាមានពួកកូនកាត់នៅក្នុងក្រុមជំនុំរបស់ព្រះជាម្ចាស់ពួកកូនកាត់ទាំងនោះមិនមែនជាអ្នកជឿព្រះអង្គពិតប្រាកដទេអ្នកទាំងនោះគ្រាន់តែជាពពួកមនុស្សដែលដើរជើងម្ខាងដាក់លើទូករបស់ព្រះជាម្ចាស់ហើយជើងម្ខាងទៀតដាក់លើទូករបស់លោកីជនប្រភេទនេះជាជនបង្ករឿងនៅក្នុងក្រុមជំនុំជនទាំងនោះជាជនដែលជាប់នៅមានបាបនៅឡើយខ្ញុំហ៊ានសន្និដ្ឋានយ៉ាងដូចនេះពីព្រោះខ្ញុំយល់ថាអ្នកដែលកើតជាថ្មីមិនដែលយកជើងខ្ទាស់ជាមួយនឹងផែនការផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ដល់មនុស្សដែលកំពុងតែបាត់បង់ទេនៅក្នុងក្រុមជំនុំនៅពេលណាដែលយើងធ្វើកម្មវិធីចេញផ្សាយដំណឹងល្អឬធ្វើសកម្មភាពដែលបញ្ជាក់អំពីតម្លៃនៃដំណឹងល្អជនកូនកាត់ទាំងនោះតែងតែរកមធ្យោបាយទាស់ជានិច្ចជាមួយនឹងសកម្មភាពផ្សាយដំណឹងល្អដែលជាសេចក្តីបង្គាប់របស់ព្រះយេស៊ូវគ្រីស្ទហេតុអ្វីបានជាពួកកូនកាត់ទាំងនោះចេះតែខ្ទាស់ជាមួយនឹងផែនការផ្សាយដំណឹងល្អពួកកូនកាត់ទាំងនោះខ្ទាស់ជាមួយនឹងផែនការផ្សាយដំណឹងល្អពីព្រោះគេមិនមានចំណែកនៅក្នុងកិច្ចការផ្សាយដំណឹងល្អថ្វាយព្រះអង្គម្ចាស់យេស៊ូវទេនៅក្នុងកថាខណ្ឌខាងលើយើងឃើញមានក្មេងប្រុសម្នាក់ទាស់ជាមួយនឹងក្មេងដទៃទៀតដែលជាសាសអ៊ីស្រាអែលពិតប្រាកដធម្មតាជនដែលគ្មានជំហរជាមួយនឹងព្រះជាម្ចាស់មិនចេះធ្វើអ្វីកើតក្រៅពីបង្កទំនាស់នោះទេកូននេះមិនមានបញ្ជីជាតិអ្វីឲ្យបានត្រឹមត្រូវឡើយទោះបីម្ដាយជាពូជពងរបស់លោកដានក៏ដោយក្មេងនេះជាក្មេងពីលដើរជាមួយនឹងសាសអ៊ីស្រាអែលតែប៉ុណ្ណោះនៅពេលដែលក្មេងប្រុសនោះទាស់ជាមួយនឹងក្មេងសាសអ៊ីស្រាអែលក្មេងរូបនេះជេរប្រមាថព្រះនាមព្រះជាម្ចាស់
នាមរបស់ព្រះជាម្ចាស់មានភាពបរិសុទ្ធក្រៃលែងដែលសាសអ៊ីស្រាអែលមិនហ៊ានហៅនាមរបស់ទ្រង់ចំបានឡើយនៅក្នុងភាសាហេប្រឺនាមរបស់ព្រះជាម្ចាស់សរសេរជាអក្សរ4តួតែប៉ុណ្ណោះគឺអក្សរយោហវហកាលណាគេសរសេរអក្សរទាំង4តួនេះគេអានថា Elohim វិញហេតុអ្វីបានជាគេមិនហ៊ានអាននាមដែលគេសរសេរនោះពីព្រោះនាមរបស់ព្រះមានភាពបរិសុទ្ធឥតមានអ្វីយកមកប្រៀបផ្ទឹមបានឡើយប៉ុន្តែទោះបីសាសអ៊ីស្រាអែលមិនហ៊ានអាននាមរបស់ព្រះជាម្ចាស់ក៏ដោយយុវជនកូនកាត់ម្នាក់នេះប្រហើនហ៊ានប្រមាថមើលងាយដល់ព្រះនាមរបស់ព្រះជាម្ចាស់បច្ចុប្បន្នមានមនុស្សដែលហ៊ានពោលប្រមាថដល់ព្រះនាមរបស់ព្រះជាម្ចាស់អ្នកខ្លះហៅនាមរបស់ព្រះយេស៊ូវថាព្រះកៅស៊ូអ្នកខ្លះទៀតហ៊ានដៀលព្រះនាមព្រះជាម្ចាស់ថាយ៉ាងនេះឬយ៉ាងនោះមួយដោយអួតអាងយ៉ាងក៏ក្លឿនប្រហើនកោងកាចនៅក្នុងចិត្តនៅចំពោះព្រះនាមរបស់ទ្រង់បើជនទាំងនោះមិនព្រមប្រែចិត្តមកទទួលព្រះយេស៊ូវទេទោសកំហុសដែលខ្លួនដៀលប្រមាថដល់ព្រះជាម្ចាស់ត្រូវស្លាប់ជាប្រកបយើងមានចិត្តអណោយអាធមចំពោះអ្នកដែលហ៊ានដៀលប្រមាថដល់ព្រះនាមព្រះជាម្ចាស់ណាស់នៅក្នុងគម្ពីរកិច្ចការព្រះបានមានបន្ទូលទៅកាន់លោកសុលដែលកំពុងតែបៀតបៀនដល់ទ្រង់ថាខ្ញុំនេះជាព្រះយេស៊ូវដែលអ្នកបៀតបៀនអ្នកធាក់ជលនឹងជន្លួញដូច្នេះនោះពិបាកដល់អ្នកណាស់គម្ពីរកិច្ចការជំពូក9ខ5ជនដែលប្រមាថមើលងាយដល់ព្រះនាមព្រះជាម្ចាស់ត្រូវទោសដល់ស្លាប់ទោះបីសម័យដើមឬនៅសម័យបច្ចុប្បន្ននេះក្តីខ13ដល់ខ16ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថាចូលនាំអ្នកដែលបានជេរប្រតិចនោះចេញទៅឯក្រៅទីតម្លើងត្រសាលហើយអស់អ្នកណាដែលបានឮនោះត្រូវដាក់ដៃលើក្បាលវារួចត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលវានឹងថ្មទៅត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថាអស់អ្នកណាដែលនឹងជាប្រតិចដល់ព្រះនៃខ្លួននោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួនទៅហើយអ្នកណាដែលប្រមាថដល់ព្រះនាមព្រះយេហូវ៉ានៅត្រូវសម្លាប់ជាកុំខានពួកជំនុំទាំងអស់គ្នាត្រូវចោលនឹងថ្មជាកុំខានទោះបីជាអ្នកប្រទេសក្រៅឬអ្នកស្រុកក្តីបើកាលណាគេប្រមាថដល់ព្រះនាមព្រះហើយនោះត្រូវតែសម្លាប់ចេញព្រះជាម្ចាស់បង្គាប់ឲ្យសម្លាប់ជនណាដែលដៀលប្រមាថដល់ព្រះនាមទ្រង់ដោយគប់សម្លាប់នឹងថ្មការកាត់ទោសប្រហារជីវិតដោយគប់សម្លាប់នឹងថ្មសម្ដែងអំពីកម្រិតទោសធ្ងន់ជាទីបំផុតចំពោះជនណាដែលប្រមាថមើលងាយដល់ព្រះនាមទ្រង់មនុស្សណាដែលឮជននោះប្រមាថដល់ព្រះត្រូវដាក់ដៃលើក្បាលរបស់ជនដែលពោលពាក្យប្រមាថដល់ព្រះជាម្ចាស់ដើម្បីបញ្ជាក់ថាជននោះឯងពិតជាបានធ្វើបាបទាស់នឹងព្រះអង្គដោយដៀលថ្មាស់ដល់ព្រះនាមទ្រង់មែនទោសប្រហារជីវិតដែលកើតឡើងពីការប្រមាថដល់ព្រះជាម្ចាស់ត្រូវអនុវត្តចំពោះសាសអ៊ីស្រាអែលក៏ដូចជាសាសដទៃដែរសាសអ៊ីស្រាអែលនិងសាសដទៃមានដើមកំណើតមកជាមួយគ្នាគឺសាសទាំងពីរកើតមកពីព្រះជាម្ចាស់ដែលបង្កើតមកតាមរយៈលោកតាអាដាមនិងលោកយាយអេវ៉ាខ17ដល់ខ22ហើយអ្នកណាដែលវាយមនុស្សឲ្យដល់ស្លាប់នោះត្រូវសម្លាប់ជាកុំខានដែរឯអ្នកណាដែលវាយសត្វឲ្យដល់ស្លាប់នោះនឹងត្រូវសងជីវិតឲ្យធូរនឹងជីវិតបើមនុស្សណាធ្វើឲ្យអ្នកជិតខាងខ្លួនមានរបួសនោះគេត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចគ្នាវិញត្រូវបំបាក់ឆ្អឹងឲ្យធូរនឹងឆ្អឹងដែលបាក់ភ្នែកឲ្យធូរនឹងភ្នែកធ្មេញឲ្យធូរនឹងធ្មេញត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចជាខ្លួនបានធ្វើគេដែរបើអ្នកណាសម្លាប់សត្វនោះត្រូវតែសងគេតែបើសម្លាប់មនុស្សវិញនោះត្រូវតែសម្លាប់ខ្លួនដែរត្រូវមានច្បាប់តែមួយតែម្យ៉ាងប៉ុណ្ណោះសម្រាប់ទាំងអ្នកស្នាក់នៅនិងអ្នកស្រុកផងត្បិតអញនេះគឺយេហូវ៉ាជាព្រះនៃឯងរាល់គ្នាច្បាប់នៃការកាត់ទោសប្រហារជីវិតដល់មនុស្សណាដែលធ្វើឃាតមនុស្សដោយចេតនាមានសម្ដែងយ៉ាងច្បាស់នៅក្នុងខគម្ពីរនេះតែម្ដងច្បាប់ត្រូវអនុវត្តចំពោះសាសអ៊ីស្រាអែលក៏ដូចជាចំពោះជនសាសដទៃដែរខ23ដូច្នេះម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលហើយគេក៏នាំអ្នកដែលជាប្រមាថនោះចេញទៅក្រៅទីតម្លើងត្រសាលចោលនឹងថ្មទៅពួកកូនចៅអ៊ីស្រាអែលបានធ្វើសម្រេចដូចជាព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេនៅក្នុងខគម្ពីរខាងលើមានច្បាប់សីលធម៌ដែលយើងត្រូវយកមកអនុវត្តសម្រាប់ជីវិតយើងគ្រប់រូបនាមរបស់ព្រះជាម្ចាស់មានលក្ខណៈបរិសុទ្ធយ៉ាងក្រៃលែងមនុស្សលោកត្រូវការពារនាមដ៏បរិសុទ្ធរបស់ទ្រង់ពីព្រោះព្រះអង្គជាអង្គដែលបង្កើតយើងរាល់គ្នាមកជនណាដែលប្រមាថមើលងាយដល់ព្រះនាមទ្រង់ជាជនដែលត្រូវទោសអូក្រិដ្ឋយ៉ាងធ្ងន់ជាងគេបង្អស់ម្យ៉ាងទៀតជីវិតរបស់មនុស្ស
មានលក្ខណៈពិសិដ្ឋណាស់បានជាយើងគ្រប់គ្នាត្រូវការពារដល់ជីវិតមនុស្សគ្រប់រូបព្រះជាម្ចាស់បង្គាប់ឲ្យមនុស្សចេះការពារជីវិតមនុស្សព្រមទាំងមានច្បាប់ការពារទ្រព្យឯកជនផងដែរព្រះជាម្ចាស់ធ្វើការគ្រប់បែបយ៉ាងដោយសុចរិតនិងយុត្តិធម៌ជាទីបំផុតយើងគ្រប់គ្នាមានពិរុទ្ធភាពនៅចំពោះទ្រង់ជានិច្ចគម្ពីរសម្ដែងថាព្រលឹងណាធ្វើបាបព្រលឹងនោះត្រូវស្លាប់លោកអ្នកបងប្អូនអើយរូបខ្ញុំនិងរូបលោកអ្នកបងប្អូនទាំងអស់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាបដោយមើលងាយដល់ព្រះនាមទ្រង់ទោះមានកម្រិតខុសគ្នាក៏ដោយយើងទាំងអស់គ្នាត្រូវស្លាប់ជាប្រកបប៉ុន្តែព្រះគុណដល់ព្រះអម្ចាស់យេស៊ូវដែលព្រមយាងមកដើម្បីទទួលទោសកំហុសរបស់មនុស្សលោកគ្រប់រូបមនុស្សលោកគ្រប់រូបណាដែលជឿដល់ព្រះអង្គនោះមិនត្រូវស្លាប់ឡើយគម្ពីរអេសាយជំពូក53ខ4ដល់ខ6បញ្ជាក់ថាទ្រង់បានទ្រាំរងអស់ទាំងសេចក្តីឈឺចាប់របស់យើងហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងជាពិតប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញគឺជាអ្នកដែលព្រះបានវាយជាអ្នកដែលរងវេទនាតែទ្រង់ត្រូវរបួសដោយព្រោះអំពើរំលងរបស់យើងក៏ត្រូវវាយជាំដោយព្រោះអំពើទុច្ចរិតរបស់យើងទេឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រីនោះបានធ្លាក់ទៅលើទ្រង់ហើយយើងរាល់គ្នាបានប្រោះឲ្យជាដោយសារស្នាមរំពាត់នៅអង្គទ្រង់យើងទាំងអស់គ្នាបានទៀសចេញដូចជាជាមគឺយើងបានបែកចេញទៅតាមផ្លូវយើងរៀងខ្លួនហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់សូមនាំគ្នាបែរមកទទួលព្រះយេស៊ូវចុះនោះលោកអ្នកនឹងបានរួចពីពិរុទ្ធភាពនានាដែលលោកអ្នកមាននៅក្នុងចិត្តឥឡូវយើងស្លេះការសិក្សាគម្ពីរលេវីវិន័យត្រឹមនេះសិនចុះទម្រាំយើងជួបគ្នាលើក្រោយសូមព្រះជាម្ចាស់ប្រទានពរដល់ធម្មឧត្តមដល់លោកអ្នកបងប្អូនគ្រប់គ្នាដើរជាមួយនឹងព្រះពិតជាប្រទះនិងព្រះយេស៊ូវជាមិនខានកម្មវិធីនេះផលិតឡើងដោយអង្គការ Transworld សហការជាមួយនឹង Through the Bible Network សូមលោកអ្នកបើកស្ដាប់កម្មវិធីនេះជាបន្តទៀតតាមប្រព័ន្ធព្រះគម្ពីររបស់យើងចំពោះព័ត៌មានផ្សេងៗសូមតាក់ទងយើងខ្ញុំតាមប្រអប់សម្បត្តិលេខ1143ភ្នំពេញឬទូរស័ព្ទមកកាន់លេខ012 75 86 74សូមអរគុណសូមព្រះប្រទានពរ។